សញ្ញាដែលអាចបញ្ជាក់ថាជា Stage 2 1. យឺតសងប្រាក់ជាបន្តបន្ទាប់ 2. ចំណូលអតិថិជនមានការធ្លាក់ចុះ 3. ស្ថានភាពហិរញ្ញវត្ថុចាប់ផ្ដើមខ្សោយ 4. Credit risk កើនឡើងយ៉ាងច្បាស់ សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំ នៅវីដេអូមុនខ្ញុំបានពន្យល់អំពី Expected Credit Loss Formula រួមមាន Probability of Default, Loss Given Default និង Exposure at Default ថ្ងៃនេះខ្ញុំនឹងបន្តពន្យល់អំពី Expected Credit Loss Stage 1, Stage 2 និង Stage 3 ដែលជាផ្នែកសំខាន់ណាស់ក្នុងការគណនា Expected Credit Loss តោះយើងចាប់ផ្ដើមឥឡូវនេះទាំងអស់គ្នាតើ Expected Credit Loss Staging គឺជាអ្វី Expected Credit Loss Staging មានន័យថាការបែងចែកប្រាក់កម្ចីទៅជាដំណាក់កាលផ្សេងតាមកម្រិតហានិភ័យអន្ទាន Expected Credit Loss ត្រូវបានបែងចែកជា3ដំណាក់កាល 1. Stage 1 2. Stage 2 and 3. Stage 3នៅក្នុងដំណាក់កាលនីមួយៗគឺមានវិធីគណនា Expected Credit Loss ខុសៗគ្នានិងបង្ហាញពីស្ថានភាពគុណភាពនៃអន្ទានក៏ខុសគ្នាដែរ Expected Credit Loss Stage 1 នៅក្នុង Expected Credit Loss Stage 1 គឺសម្រាប់ប្រាក់កម្ចីដែរ 1. មានគុណភាពអន្ទាននៅល្អ 2. មិនមានការកើនឡើងយ៉ាងសំខាន់នៃហានិភ័យអន្ទាន 3. អតិថិជនសងប្រាក់ទៀងទាត់ក្នុង Stage 1 ធនាគារគណនា12ខែនៃ Expected Credit Loss មានន័យថាគណនាការបាត់បង់ដែលអាចកើតឡើងក្នុងរយៈពេល12ខែខាងមុខឧទាហរណ៍ Stage 1 ប្រាក់កម្ចីថ្មីប្រាក់កម្ចីមិនយឺតសងមិនមានសញ្ញាហានិភ័យខ្លាំង Stage 1 ហានិភ័យទាប Expected Credit Loss Stage 2 Expected Credit Loss Stage 2 គឺសម្រាប់ប្រាក់កម្ចីដែរមានការកើនឡើងយ៉ាងសំខាន់នៃហានិភ័យអន្ទានប៉ុន្តែមិនទាន់ Default ក្នុង Stage 2 ធនាគារត្រូវគណនា Lifetime Expected Credit Loss មានន័យថាគណនាការបាត់បង់សម្រាប់អាយុកាលទាំងមូលនៃប្រាក់កម្ចីសញ្ញាដែលអាចបញ្ជាក់ថាជា Stage 2 យឺតសងប្រាក់ជាបន្តបន្ទាប់ចំណូលអតិថិជនធ្លាក់ចុះស្ថានភាពហិរញ្ញវត្ថុចាប់ផ្ដើមខ្សោយ Credit risk កើនឡើងយ៉ាងច្បាស់ Stage 2 ហានិភ័យមធ្យមទៅខ្ពស់ Expected Credit Loss Stage 3 Expected Credit Loss Stage 3 គឺសម្រាប់ប្រាក់កម្ចីដែលអតិថិជនបាន Default រួចហើយឬត្រូវបានចាត់ថ្នាក់ជា Non-Performing Loan នៅក្នុង Stage 3 ធនាគារធ្វើការគណនា Lifetime Expected Credit Loss ដូចគ្នាទៅនឹង Stage 2 ដែរប៉ុន្តែ Probability of Default ស្មើនឹង 100% ឧទាហរណ៍ Stage 3 យឺតសងប្រាក់យូរខ្លាំងមិនមានសមត្ថភាពសងបន្តចាប់ផ្ដើមដំណើរការផ្លូវច្បាប់ការស្ដារប្រាក់តាមធានានោះមានន័យថា Stage 3 គឺហានិភ័យខ្ពស់បំផុតការប្រៀបធៀប Stage 1, Stage 2 និង Stage 3 Stage 1 គុ
គុណភាពឥណទានល្អ12 ខែ expected credit loss Stage 2 ហានិភ័យឥណទានកើនឡើង Lifetime expected credit loss Stage 3 Default through non-performing loan Lifetime expected credit loss Probability of default ស្មើនឹង 100% ហេតុអ្វី expected credit loss staging សំខាន់ Expected credit loss staging ជួយធនាគារវិតម្លៃគុណភាពឥណទានបានត្រឹមត្រូវកំណត់ loan loss provision ត្រឹមត្រូវគ្រប់គ្រងហានិភ័យឥណទានធ្វើសេចក្តីសម្រេចឥណទានបានប្រសើរជារួម Expected credit loss stage 1 ហានិភ័យទាប12 ខែ expected credit loss Expected credit loss stage 2 ហានិភ័យកើនឡើង Lifetime expected credit loss Expected credit loss stage 3 Default Lifetime expected credit loss ការយល់ដឹងអំពី Stage 1, Stage 2 និង Stage 3 គឺជាមូលដ្ឋានសំខាន់សម្រាប់ការគ្រប់គ្រង Expected Credit Loss ឲ្យបានត្រឹមត្រូវបើវីដេអូនេះមានប្រយោជន៍សូម Like, Share និង Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្ទាប់អរគុណច្រើនជួបគ្នាវីដេអូក្រោយ